ប្រវត្តិនៃការកកើតរថយន្តចំនួនដំបូងមកអស់និងអនាគតនៃរថយន្តចំនួនថ្មីបើកបរដោយស្វ័យប្រវត្តិរថយន្តគឺជាការច្នៃប្រឌិតដ៏សំខាន់បំផុតមួយនៅសតវត្សទី19បានផ្លាស់ប្ដូរការដឹកជញ្ជូននិងផ្លាស់ប្ដូររបៀបរស់នៅរបស់យើងប្រវត្តិនៃរថយន្តគឺជារឿងដ៏វែងឆ្ងាយនិងគួរឲ្យចាប់អារម្មណ៍ហើយវាពោរពេញទៅដោយតួអង្គនិងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍រថយន្តដំបូងមកអស់ត្រូវបានបំពាក់ដោយចំហាយទឹកប៉ុន្តែពួកគេមិនបានអនុវត្តជាក់ស្ដែងខ្លាំងនោះទេពួកគេមានភាពយឺតយ៉ាវសំឡេងរំខាននិងពិបាកគ្រប់គ្រងរថយន្តដែលប្រើសាំងដំបូងមកអស់ត្រូវបានបង្កើតឡើងដោយ Casben ក្នុងឆ្នាំ1886រថយន្ត Ben ជាប្រភេទកង់3ហើយវាមិនមានកម្លាំងខ្លាំងនោះទេទោះបីជាយ៉ាងណាក៏ដោយវាគឺជារបបកំហើញដ៏សំខាន់មួយហើយវាជាការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍរបស់រថយន្តសម័យទំនើបនៅសម័យដើមរថយន្តមានតម្លៃថ្លៃនិងជារបស់កម្រពួកគេត្រូវបានគ្រប់គ្រងដោយអ្នកមាននិងមានឯកសិទ្ធិតែប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលបច្ចេកវិទ្យាមានភាពប្រសើរឡើងនិងតម្លៃធ្លាក់ចុះរថយន្តកាន់តែមានតម្លៃសមរម្យនៅដើមសតវត្សទី20រថយន្តបានក្លាយទៅជាទិដ្ឋភាពទូទៅនៅលើដងផ្លូវការផលិតរថយន្តដ៏ធំបានចាប់ផ្ដើមនៅសហរដ្ឋអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ1900 Harry Ford គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការផលិតរថយន្តដ៏ធំហើយ Model T របស់គេក៏ជារថយន្តដំបូងគេបង្អស់ដែលបានលក់ក្នុងតម្លៃសមរម្យសម្រាប់មនុស្សជាមធ្យម Model T គឺជាជោគជ័យដ៏ធំមួយហើយវាបានធ្វើឲ្យរថយន្តក្លាយទៅជាផ្នែកមួយនៃការប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបន្ទាប់ពីសង្គ្រាមលោកលើកទី2ឧស្សាហកម្មបានរីកចម្រើនរថយន្តកាន់តែមានថាមពលប្រសិទ្ធភាពជាងមុននិងមានផាសុកភាពជាងមុនពួកគេក៏មានតម្លៃសមរម្យជាងមុនហើយវាលែងជារបស់ប្រណិតទៀតហើយនៅទសវត្សរ៍ឆ្នាំ1960រថយន្តគឺជាផ្នែកដ៏សំខាន់មួយនៃជីវិតរស់នៅរបស់ប្រជាជនអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឧស្សាហកម្មរថយន្តបានជួបបញ្ហាប្រឈមមួយចំនួនការឡើងថ្លៃសាំងបានធ្វើឲ្យរថយន្តមានតម្លៃថោកការព្រួយបារម្ភអំពីបរិស្ថានបាននាំឲ្យមានបទបញ្ញត្តិដែលធ្វើឲ្យមានការលំបាកក្នុងការផលិតរថយន្តហើយការកើនឡើងនៃសេវាកម្មសាធារណៈនិងតាក់ស៊ីបានកាត់បន្ថយតម្រូវការរថយន្តផ្ទាល់ខ្លួនបើទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយរថយន្តនៅតែជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់ពួកយើងរថយន្តផ្ដល់ឲ្យយើងនូវសេរីភាពនិងការចល័តពីកន្លែងមួយទៅកន្លែងមួយទៀតហើយពួកគេអនុញ្ញាតឲ្យយើងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសាររថយន្តនឹងបន្តវិវត្តក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះជាចំណុចសំខាន់មួយចំនួនក្នុងប្រវត្តិសាស្ត្ររថយន្តឆ្នាំ1969 Nikola Johnson Cutnott បង្កើតឡានដែលដើរដោយចំហាយទឹកដំបូងបំផុតឆ្នាំ1885 លោក Casben ធ្វើប៉ាតង់រថយន្តដែលប្រើសាំងដំបូងគេឆ្នាំ1908 Harry Ford ដែលនាំឲ្យរថយន្ត Model T ដែលជារថយន្តផលិតដ៏ធំដំបូងគេឆ្នាំ1920រថយន្តបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតជនជាតិអាមេរិកទសវត្សរ៍ឆ្នាំ1950រថយន្តបានក្លាយជានិមិត្តរូបនៃសេរីភាពនិងវិបុលភាពទសវត្សរ៍ឆ្នាំ1970វិបត្តិប្រេងនាំទៅរកការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់រថយន្តឆ្នាំ1990
ការកើនឡើងនៃរថយន្តប្រភេទ SUV និងរថយន្តខ្នាតតូចទសវត្សរ៍ឆ្នាំ 2000 ការកើនឡើងនៃរថយន្តកូនកាត់និងរថយន្តអគ្គិសនីឆ្នាំ 2020 ឧស្សាហកម្មរថយន្តប្រឈមនឹងបញ្ហាជាច្រើនរួមទាំងការកើនឡើងនៃការថ្លៃសាំងនិងការព្រួយបារម្ភអំពីបរិស្ថាននិងការកើនឡើងនៃសេវាកម្មជិះរថយន្តអនាគតនៃរថយន្តគឺមិនប្រកបប្រជាប៉ុន្តែវាច្បាស់ណាស់ថារថយន្តនឹងបន្តដើរតួយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់យើងរថយន្តនឹងកាន់តែមានប្រសិទ្ធភាពនិងមិនប៉ះពាល់ដល់បរិស្ថានហើយពួកគេនឹងភ្ជាប់អ៊ីនធឺណិតបានថែមទៀតផងរថយន្តក៏នឹងក្លាយទៅជាស្វ័យយ័តជាងមុនហើយនៅទីបំផុតពួកគេអាចនឹងបើកបរដោយខ្លួនឯងបានរថយន្តគឺជាផ្នែកប្រណិតបដិវត្តន៍ដែលបានផ្លាស់ប្ដូររបៀបរស់នៅរបស់យើងជានិមិត្តរូបនៃសេរីភាពភាពចល័តនិងអភិវឌ្ឍន៍